Sau đây một con là khía ngày đó nhung trong tranh video thì để tông chúng mình chung đợt đây dương từ điệp trong khuôn từ dùng blòng được không vẹo phải buồn nè chấm rồi để bóng bóng bạn đăng ấy thà được không ca muôn đừng điệp trong khuôn bay blòng nâng cứ dương thường bị đấy khăn trong số tí mũi nâng cứ sập khánh tạ xin là bạn trong tại tông chúng mình tạ xin là bạn đăng đái cứ dương đăng ấy thà khang cứ xuống cái gì chỉ đợt đái thà cái dốc tạ xin là bạn original tạ xin là bạn chỉ cạt vào dương nâng cứ ta tại dốc được không ngày blòng nâng cứ kẹo choรูปทอดหรือก็ copy ចេញមកទេគេគេអត់យកដាច់ខាតអញ្ចឹងកន្លែងហ្នឹងគឺយើងអាចនឹងបាត់បង់ឱកាសគឺគេឲ្យយើងចូលប្រឡងទេចំណុចទី2តើតើជាមួយនឹងលេខកូដប្រឡងអញ្ចឹងពេលដែលបងប្អូនបានទិញពីប្រឡងហើយគេនឹងឲ្យជាលេខកូដមកយើងហើយប៉ុន្តែយើងអត់បាន screenshot ត្រូវអត់អញ្ចឹងកន្លែងហ្នឹងបើសិនជាករណីថាយើងអត់បាន screenshot គឺយើងអាចចូលទៅក្នុង app ដែលខាងក្រសួងហ្នឹងគឺយើង download មកគឺយើងចូលទៅក្នុងនេះជាវីដេអូដែលខ្ញុំធ្វើឲ្យមើលនេះគឺយើងចូលទៅមើលទៅរបៀបទាញយកលេខកូដយើងមកវិញហើយយើង screenshot មកម្ដងទៀតមកអញ្ចឹងដល់ពេលដែលប្រឡងគឺខាងក្រុមការងារក្រសួងហ្នឹងគឺគេសុំយើងមើលហើយថាយើងពិតជាបានទិញពាក្យប្រឡងមែនអត់អញ្ចឹងកន្លែងនេះគឺជា reference មួយដែលយើងចាំបាច់ត្រូវ screenshot អាហ្នឹងឲ្យគេអូខេចូលដល់ចំណុចទី3ហ្នឹងគឺតកតងជាមួយនឹងផ្លេចប្រឌិតមើលឈ្មោះនៅពេលដែលទិញពាក្យប្រឡងហើយអត់បានមើលឈ្មោះឲ្យថាខ្លួនឯងឈ្មោះនៅណាប្រឡងវេនណាប្រឡងថ្ងៃណាប្រឡងបន្ទប់ណាទៀតគឺអត់ដឹងដោយសារទិញថ្មីហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺ complete ឲ្យសោះ complete ចូលទៅមើលនៅក្នុង page ក្រសួងដូចដែលខ្ញុំដាក់បាននេះគឺយើងត្រូវចូលទៅមើលតែអីដែលសំខាន់យើងត្រូវដឹងលេខកូដខ្លួនឯងលេខកូដដែលយើងបានទិញពាក្យប្រឡងហ្នឹងណាគឺយើងមើលពីក្បាលលេខ C ទៅ C ហ្នឹងក្បាល50ម៉ានដូចជាបងខ្ញុំ52ហើយតមកប៉ែជាងអីចឹងទៅអញ្ចឹងអាហ្នឹងយើងត្រូវចេះមើលលេខកូដហ្នឹងដែរពីព្រោះថាបើសិនជាចំណាំឈ្មោះអាចនឹងជាន់គ្នាអញ្ចឹងហើយក៏គេបង្កើតជាលេខកូដហ្នឹងដើម្បីកុំឲ្យជាន់គ្នាអញ្ចឹងនៅពេលដែលយើងមានលេខកូដហ្នឹងហើយគឺយើងអាចចូលទៅមើលថាយើងលេខកូដពីបានទៅបានយើងចូលទៅមើលក្នុង page ហ្នឹងទៅគឺយើងដឹងថាយើងប្រឡងនៅណាហើយទី4ហ្នឹងគឺសំខាន់ក្នុងពេលថ្ងៃប្រឡងហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីយើងដឹងថាយើងប្រឡងវេនបានបន្ទប់បានហើយប្រឡងថ្ងៃណាហើយគឺមុនមួយថ្ងៃគឺយើងត្រូវត្រៀមមិនគឺយើងត្រូវត្រៀមថាធ្វើមិនទៅឲ្យទាន់ម៉ោងយើងហៅណាក៏មុន1ម៉ោងដែរត្រូវទៅមុន1ម៉ោងហើយបើសិនជាទៅប្រឡងវេនមួយដូចខ្ញុំហ្នឹងប្រឡងវេនមួយគឺចាំបាច់ត្រូវងើបពីព្រលឹមទៅឲ្យទាន់ម៉ោងធ្វើមិនឲ្យបានមុន1ម៉ោងទៅ1ម៉ោងកន្លះដែរគឺយើងត្រូវទៅដល់កន្លែងសាលា NPIC ហ្នឹងអញ្ចឹងសម្រាប់ការចេញលេខរបស់ខ្ញុំវាអាចនឹងថាខ្វះខាតចំណុចណាអីផ្សេងដែលបងប្អូនចង់ចែករំលែកអាចចូលទៅក្នុង comment របស់ខ្ញុំបានដើម្បីឲ្យបងដែលគាត់ចង់ដឹងថាតើក្នុងការត្រៀមខ្លួនហ្នឹងត្រូវមានចំណុចអីដែលត្រូវរាប់បញ្ចូលទៀតហើយសង្ឃឹមថាវីដេអូមួយនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនដែលត្រៀមប្រឡងនៅក្នុងវគ្គ24នេះហើយខ្ញុំក៏សូមជូនពរខ្លួនឯងនិងបងប្អូនដែលកំពុងប្រឡងក៏ដូចជាត្រៀមនឹងប្រឡងនៅក្នុងថ្ងៃមុខនេះជូនពរចុងទាំងអស់គ្នាហ្នឹងហើយយើងដឹងហើយថាយើងអាចនឹងផ្ញើវាសនានៅក្នុងពេលប្រឡងហ្នឹងចឹងហើយជូនពរបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងដឹងហើយថាយើងអាចនឹងផ្ញើវាសនានៅក្នុងពេលប្រឡងហ្នឹង